ba xôm chụp điệp xuống lục kêu nè kêu chẳng ní cứ chia video bằng hái âm pi ca pra PTOM នៅក្នុង PLP PTOM គឺជាកម្មវិធីពិសេសមួយទៀតដែលបន្ថែមទៅលើ PLP ដែលកម្មវិធីនេះគឺផ្ដោតទៅលើសិស្សដែលមានអក្ខរកម្មអក្សរនិងលេខអញ្ចឹងPTOM នេះគឺមានផ្នែករៀននិងផ្នែកធ្វើតេស្តដូចគ្នាបាទហើយផ្នែករៀនគឺមាន3កម្រិតហើយផ្នែកធ្វើតេស្តគឺអត់មានកម្រិតទេបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅនៅពេលយើងចូលទៅ PTOM ហ្នឹងគឺយើងចូលកន្លែងរៀនធម្មតាបាទនេះយើងចូលកន្លែងរៀនមកបាទហើយយើងជ្រើសរើសមុខវិជ្ជាគឺយើងតម្រង់ទៅ PTOM បាទអញ្ចឹងយើងចុច PTOM ទៅលោតផ្ទាំងនេះមកនៅខាងក្រោមហ្នឹងមានភាសាខ្មែរ3កម្រិតហើយគណិតគឺមាន3កម្រិតដែរបាទអញ្ចឹងយើងឲ្យសិស្សចាប់ផ្ដើមធ្វើពីកម្រិតទី1ទៅដោយកម្រិតទី1នេះគឺមានសូចនាករផ្សេងជាច្រើនទៀតសូចនាករធំបាទហើយនៅក្នុងសូចនាករនីមួយហ្នឹងគឺមានសូចនាករតូចជាច្រើនទៀតបាទឧទាហរណ៍ថា PTOM ភាសាខ្មែរស្រៈបាទអញ្ចឹងនៅក្នុងស្រៈនេះគឺមានសូចនាករផ្សេងទៀតអញ្ចឹងលោកគ្រូអ្នកគ្រូអាចឲ្យសិស្សចាប់ផ្ដើមធ្វើពីលំហាត់ដែលងាយស្រួលបំផុតបាទគឺពីលេខ1លេខ2លេខ3លេខ4ទៅបាទអញ្ចឹងនេះគឺផ្នែករៀនចំណែកផ្នែកធ្វើតេស្តវិញយើងចុចត្រេ3ខាងលើខាងស្ដាំនេះបាទហើយយើងចុចតាមដានសំទោសចុចប្រឡងពេលចុចប្រឡងហើយយើងជ្រើសរើសកន្លែងមុខវិជ្ជានេះតាមធម្មតាចេញមុខវិជ្ជាដូច្នេះយើងជ្រើសរើសយក PTOM នៅខាងក្រោមគេនេះបាទបន្ទាប់មកយើងមានតេស្តភាសាខ្មែរនិងតេស្តគណិតអញ្ចឹងលោកគ្រូអ្នកគ្រូអាចជ្រើសរើសតេស្តនេះឲ្យសិស្សអនុវត្តទៅបាទតាក់ទងជាមួយការធ្វើតេស្ត PTOM នេះវាខុសប្លែកពីធម្មតាបន្តិចគឺថាការធ្វើតេស្តសិស្សរៀនយឺតគឺលោកគ្រូអ្នកគ្រូត្រូវតែនៅជាប់ជាមួយគាត់អញ្ចឹងហើយការដាក់បន្ទុកគឺលោកគ្រូអ្នកគ្រូជាអ្នកដាក់អញ្ចឹងនៅពេលដែលកូនសិស្សធ្វើតេស្តខ្ញុំឧបមាថាយើងធ្វើតេស្តភាសាខ្មែរទៅបាទអញ្ចឹងឲ្យសិស្សអានស្រៈនេះបើសិនគាត់អានលឿនហើយច្បាស់យើងចុចរង្វង់មូលបាទរង្វង់មូលនេះមានន័យថាត្រឹមត្រូវល្អហើយបាទអញ្ចឹងយើងចុចរង្វង់មូលមកចុចសំណួរបន្ទាប់គាត់អានថាស្រៈអីអញ្ចឹងយើងចុចរង្វង់មូលហើយសំណួរបន្ទាប់ក្នុងករណីគាត់ចុចគាត់អានអត់បានល្អទេឬក៏អានអត់ត្រូវទេយើងអាចចុចនៅលើរូបរាងការ៉េបាទហើយតាក់ទងជាមួយការធ្វើតេស្តនេះដែរបើសិនជាលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់លោកគ្រូអ្នកគ្រូប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនលោកគ្រូអ្នកគ្រូត្រូវចូលទៅគណនីសិស្សបាទអញ្ចឹងការចូលទៅក្នុងគណនីសិស្សគឺមានន័យថាផ្លាស់ប្ដូរគណនីហ្នឹងគឺខ្ញុំនឹងធ្វើវីដេអូមួយទៀតបាទអរគុណច្រើនអ្នកគ្រូ